រឿងព្រេងតាក់ទងនឹងភ្នំស្រីវិបុលកេភ្នំស្រីវិបុលកេជាឈ្មោះភ្នំតូចមួយរាងពងក្រពើមានកម្ពស់ប្រមាណជា30ផ្លាយម៉ែត្រសព្វថ្ងៃភ្នំនេះស្ថិតនៅក្នុងឃុំបាឡាំងស្រុកសូត្រនិគមខេត្តសៀមរាបនៅជើងភ្នំមានវត្តមួយអ្នកស្រុកហៅថាវត្តត្រាចខ្លះហៅរួមទាំងភ្នំផងថាភ្នំវត្តត្រាចឬភ្នំត្រាចក៏មានដោយសន្មតតាមទីកន្លែងនេះមានដុះដើមត្រាចជាច្រើនដំណើរទៅកាន់ភ្នំនេះត្រូវទៅតាមផ្លូវជាតិលេខ6ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាបហើយបែរចូលត្រង់ភូមិរលួសដែលមានផ្សារមួយបត់ចូលទៅខាងឆ្វេងដៃសសៀតាមផ្លូវមុខសាលាស្រុកសូត្រនិគមចម្ងាយប្រមាណជា7គីឡូម៉ែត្រទៅទិសខាងជើងនៃសាលាស្រុកក៏នឹងបានទៅដល់ភ្នំនោះឯផ្លូវលំនោះទៀតសោតមានសភាពស្អាតស្អំរថយន្តគ្រប់ធុនអាចបរចេញចូលបានគ្រប់រដូវកាលបើគេទៅដល់ភ្នំនោះហើយជាបឋមគេប្រទះឃើញវត្តមួយមានរាងសមរម្យនៅកណ្ដាលធម្មជាតិដ៏ស្រស់ត្រកាលតាមព័ត៌មានពីអ្នកស្រុកនិយាយថាវត្តនេះពីដើមនៅលើកំពូលភ្នំឯណោះទេប៉ុន្តែដោយហេតុមាននិមិត្តអាក្រក់ព្រះសង្ឃចេះតែមានជំងឺលោកគ្រូចៅអធិការចេះតែអារឹសដូច្នេះហើយបានជាគេរុះរើកុដិសាលាយកមកសាងសង់នៅជើងភ្នំវិញកាលពីជាង40ឆ្នាំមុននេះទុកតែព្រះវិហារមួយនៅលើកំពូលភ្នំរហូតមកនៅមានតែជណ្ដើរពីរទេស្រួលឡើងទៅកាន់កំពូលភ្នំគឺជណ្ដើរខាងលិចនិងខាងជើងនៅក្បាលជណ្ដើរខាងលិចមានខ្លោងទ្វារថ្មបែបរចនាខ្មែរបុរាណហើយមានចម្លាក់រូបផ្សេងនៅជាប់នឹងថ្មនោះផងជាពិសេសគឺនៅលើផ្តែរបណ្ដារូបចម្លាក់ទាំងនោះក៏មានរូបមួយតាក់ទងនឹងរឿងព្រេងប្រចាំភ្នំនោះគឺរូបមនុស្សប្រុសដេកទ្រមឈូសដែលយើងនឹងអធិប្បាយរឿងនេះជាហែហូរតទៅមុខទៀតនៅមុខព្រះវិហារមានរាងប្រាសាទបាក់បែកក៏មានគង់នៅជាប្រាង្គតូចមួយជាមួយនឹងគំនរថ្មដែលធ្លាក់ប្រគិញប្រគងគ្នារុះរាយនៅជុំវិញនោះនៅក្នុងប្រាង្គប្រាសាទសេឡាននោះគេឃើញមានតម្កល់សិវលិង្គនិងយោនីនាងឧមាភគវតីដែលឥឡូវមានធូលីរុំព័ទ្ធដោយសារគ្មាននរណាគោរពបូជាដូចកាលពីជំនាន់ដើមឡើយចិត្តខាងប្រាង្គសិលានោះទៀតមានចេតិយចាស់ជាច្រើនទំនងជាសាងឡើងរាប់រយឆ្នាំមកហើយដែរតែពុំមែនស្រកគ្នានឹងប្រាង្គសិលានោះទេគឺក្រោយមកជាច្រើនសតវត្សព្រោះមានបែបបទរចនារបស់ខ្មែរជំនាន់ក្រុងឧដុង្គ
ឬក្រុងលង្វែកប៉ុណ្ណោះតាមអ្នកស្រុកឲ្យព័ត៌មានបន្ថែមថាពីដើមនៅចំពីមុខព្រះវិហារមានរូបថ្មមួយធំជារូបមនុស្សស្រីដេកអាក្រាតខ្លួនអ្នកស្រុកសន្និមត់ហៅថារូបនាងសន្តមាដែលមានឫទ្ធិខ្លាំងក្លាណាស់ចាស់ដំណាលថាបើនរណាមួយដើរទៅមកកាត់មុខនេះហើយមិនបានគោរពបូជាទេរូបនោះនឹងធ្វើឲ្យចុកពោះឈឺថ្កាត់ផ្សេងមួយរំពេចហេតុនេះហើយបានមកដល់សម័យលោកគ្រូចៅអធិការព្រះនាមសៅប្រហែលជាជាង40ឆ្នាំមុនលោកឲ្យគេគាស់រំលើងយករូបនោះទៅបោះចោលនៅក្នុងព្រៃខាងកើតព្រះវិហារចម្ងាយប្រមាណជា500ម៉ែត្រចាប់តាំងពីពេលនោះមករូបនោះក៏លែងបានរកគួនដល់អ្នកស្រុកអ្នកភូមិទៀតទៅតែអ្នកស្រុកក៏មិនដែលហ៊ានទៅចូលក្នុងព្រៃចំកន្លែងចោលថ្មនោះឡើយដូចនេះព្រៃដុំនោះក៏คล้ายទៅជាព្រៃរហោស្ថានរហូតមកឥឡូវនេះយើងងាកបែរទៅអធិប្បាយអំពីរឿងព្រេងម្ដងរឿងនេះយើងដកស្រង់យកតាមសេចក្តីឲ្យការរបស់លោកគុយពួចនៅស្រុកសូនិគមខេត្តសៀមរាបដោយផ្សំជាមួយការចងចាំនៃអ្នកស្រុកខ្លះទៀតដែលយើងបានស៊ើបសួរផ្ទាល់រឿងនេះមានសេចក្តីដំណាលថាមានព្រះមហាក្សត្រមួយអង្គព្រះនាមព្រះបាទយសកេគ្រងរាជ្យនៅដែនសឹមពលីមានអគ្គមហេសីព្រះនាមសុវណ្ណមាលាព្រះអង្គមានព្រះទ័យប្រកបដោយធម៌ល្អណាស់ថ្ងៃមួយមានក្សត្រប្រទេសជិតខាងមួយព្រះអង្គព្រះនាមភូមោវិលោរាជាមានក្តីលោភលន់ចង់ពង្រីកអាណាចក្រក៏លើករេពលមកប្រាថ្នាវាដណ្ដើមយកទ្រព្យសម្បត្តិក្រុងសឹមពលីនោះព្រះរាជាដែនសឹមពលីទ្រង់ជ្រាបហើយក៏នាំព្រះអគ្គមហេសីដែលកំពុងមានគភ៌ផងភៀសព្រះអង្គចេញពីព្រះរាជវាំងទៅគង់នៅព្រៃឆ្ងាយទុករាជសម្បត្តិថ្វាយទៅព្រះបាទភូមោវិលោរាជាចុះសេចក្តីសម្រេចដូច្នេះមកពីព្រះអង្គទ្រង់ឆ្វេងយល់ថាបើទ្រង់គង់នៅតសង្គ្រាមនឹងបណ្ដាលឲ្យស្លាប់អ្នកស្រុកច្រើនអនេកមិនខានហេតុនេះទ្រង់ភៀសខ្លួនចេញទៅព្រះអង្គឯងនិងព្រះរាជពនិតាទៅចុះទុកឲ្យរាជប្រជាបានសុខសាន្តត្រាណដូច្នេះព្រះបាទភូវោវិលោរាជាក៏បានគ្រងរាជ្យលើរាជសម្បត្តិដែនសប្បលីនោះទៅចំណែកព្រះបាទយសកេនិងព្រះអគ្គមហេសីទ្រង់ភៀសព្រះអង្គទៅគង់នៅក្នុងព្រៃ
ត្រង់តំបន់ភ្នំតូចមួយគឺនំស្រីវិបុលកេនេះឯងប៉ុន្តែមិនបានសុខសាន្តប្រាណឡើយពពួករេពលព្រះបាទភូមោវិលោរាជាគេតាមមកចាប់ព្រះអង្គបាននៅពេលដែលទ្រង់យាងរកផ្លែឈើមើមឈើធ្វើព្រះស្ងោយគេក៏នាំយកព្រះអង្គទៅបង្ខាំងទុកតែឯងក្នុងប្រទេសព្រោះខ្លាចក្រែងព្រះអង្គទៅបង្កបានបកពួកវាយដណ្ដើមយករាជវិញពេលនោះព្រះអគ្គមហេសីក៏ទ្រង់នៅត្រមោចត្រមង់មួយព្រះអង្គឯងឯណាទ្រង់ពោផ្ទៃចិត្តគ្រប់ខែហើយផងមិនយូរប៉ុន្មានព្រះនាងក៏ប្រសូតព្រះរាជបុត្រនៅកណ្ដាលព្រៃបានព្រះរាជបុត្រាមួយមានព្រះភ័ក្ត្រស្រស់ស្អាតប្រកបដោយរូបឆោមលំពណ៌សមរម្យដូចទៅនឹងព្រះបិតាដោយសារព្រះរូបឆោមល្អឆើតនេះព្រះនាងថ្វាយព្រះនាមឲ្យឱរសនោះថាស្រីវិបុលកេចំណេរតមកប្រមាណជាព្រះជន្មបាន15-16ឆ្នាំព្រះរាជកុមារតែងសាកសួរជារឿយរកព្រះបិតាព្រះវររាជមាតាក៏និទានរឿងរបស់ខ្លួនឲ្យព្រះរាជបុត្របានជ្រាបសពគ្រប់កាលបើទ្រង់ជ្រាបថាវរបិតាទ្រង់គង់ព្រះជន្មនៅឡើយហើយកំពុងតែជាប់ក្តីនៅក្នុងកណ្ដាប់ដៃសត្រូវដូច្នេះព្រះរាជកុមារក៏សូមលាព្រះមាតាទៅតាមរោគមួយរំពេចប៉ុន្តែព្រះនាងទ្រង់ខាត់យ៉ាងមើងម៉ាត់ព្រោះខ្លាចព្រះរាជបុត្រាមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតទោះបីព្រះមាតាខាត់យ៉ាងណាក៏ដោយក៏ព្រះរាជកុមារនៅតែទទូចលុះត្រាតែព្រះមាតាព្រមបើកឲ្យទៅដោយប្រគល់នៅព្រះភ័ស្ត្រសម្រាប់រាជដែលមានជាប់មកនឹងព្រះអង្គឲ្យទៅព្រះរាជបុត្រដើម្បីសម្រាប់បង្ហាញជាបន្ទាល់ឲ្យស្ដេចបិតាទ្រង់ជឿថានេះពិតជាព្រះរាជបុត្រហើយព្រះនាងផ្ដាំបន្ថែមទៀតថាចូលកូនទៅកុំឲ្យយូរហួសពី7ថ្ងៃបើកំណត់7ថ្ងៃហើយកូនមិនឃើញមកវិញទេម្ដាយនឹងបែកទ្រូងស្លាប់មិនខានព្រះរាជកុមារថ្វាយបង្គំលាព្រះមាតារួចស្រេចក៏ក្មេងគ្មៀតតម្រង់ទៅដែនពារាណសីដែលជាទីឃុំឃាំងព្រះបិតាព្រះអង្គជួនជាពេលនោះព្រះបាទភូវោវិលោរាជាចាត់ឲ្យពេជ្ឈឃាតនាំយកព្រះបាទយុសកេទៅសម្លាប់នៅកណ្ដាលប្រលានឃើញដូចនេះព្រះរាជកុមារស្ទុះចូលទៅជិតជួបពេជ្ឈឃាតហើយសុំខាត់ថាសូមអ្នកលែងព្រះវរបិតាខ្ញុំនេះចុះហើយសម្រាប់ខ្ញុំជំនួសវិញខ្លួនខ្ញុំជាកូនសូមធានាទទួលទោសទាំងអស់ពេជ្ឈឃាតទាំងអស់
ក៏ស្រឡាំងកាន់គ្រប់គ្នាអាចលែងប្រហារអ្នកទោសនោះសិនហើយក៏ជំនុំគ្នានាំសេចក្តីទៅក្រាបបង្គំទូលព្រះរាជាសូមសេចក្តីអនុញ្ញាតតើព្រះអង្គនឹងឆ្វេងយល់យ៉ាងណាដែរកាលនោះព្រះបាទភូមោវិលោរាជាក៏ទ្រង់អនុញ្ញាតឲ្យធ្វើឃាតបុត្រាជំនួសចុះពេជ្ជឃាតក៏ដោះលែងព្រះបាទយសកេឲ្យរួចខ្លួនទៅហើយដាក់ក្តីកុមារស្រីវិបុលកេជំនួសវិញប៉ុន្តែពេលនោះជាការអស្ចារ្យណាស់ដាវរបស់ពេជ្ជឃាតប្រែជាត្រឡប់ជាទុនដូចសំឡីឥតមានគ្រោះថ្នាក់អ្វីដល់ព្រះអង្គឡើយដោយសារហេតុចម្លែកដូច្នេះព្រះបាទភូមោវិលោរាជាទ្រង់យាងចេញទៅទតហេតុអស្ចារ្យនេះដោយផ្ទាល់ព្រះនេត្រតែជាអកុសលដោយអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តមកពេលនោះព្រះធរណីក៏ស្រូបយកព្រះរាជាអធរនោះបាត់ទៅប្រជារាស្ត្រព្រមទាំងនាម៉ឺនសពមុខមន្ត្រីទាំងអស់កោតស្ញែងអនុភាពឫទ្ធីបារមីនៃព្រះកុមារស្រីវិបុលកេនោះគ្រប់គ្នាម្ល៉េះហើយអ្នកស្រុកទាំងអស់ក៏មូលមតិគ្នាថ្វាយរាជសម្បត្តិទៅព្រះរាជកុមារព្រះអង្គក៏ទ្រង់យល់ព្រមទទួលទើបចាប់ផ្ដើមរៀបចំព្រះរាជពិធីរាជាអភិសេកឡើងក្នុងពេលនោះប៉ុន្តែនៅក្នុងរាត្រីស្ងាត់ព្រះរាជកុមារក្រាបទូលព្រះវររាជបិតាអំពីបណ្ដាំរបស់ព្រះមាតាដែលទ្រង់ផ្ដាំថាកុំឲ្យហួសរវាង7ថ្ងៃឥឡូវយប់នេះគម្រប់7ថ្ងៃហើយព្រះបាទយសកេនិងស្រីវិបុលកេក៏ទ្រង់យល់ព្រមព្រៀងគ្នាលួចភៀសព្រះអង្គចេញពីវាំងឥតឲ្យពួកពលមន្ត្រីយោធាដឹងដានឡើយចេញផុតពីវាំងហើយទ្រង់ខំយាងដោយព្រះបាទទាយ៉ាងលឿនកាត់ព្រៃឆ្លងវាលស្រូតកាត់សម្ដៅទៅកាន់ទីដែលព្រះនាងសុវណ្ណមាលាគង់នៅដោយសារផ្លូវលំបាកហើយមានចម្ងាយឆ្ងាយផងព្រះរាជាធ្វើដំណើរនោះត្រូវប្រព្រឹត្តទៅអស់រយៈពេល1យប់1ថ្ងៃហេតុនេះហើយបានជាទម្រាំតែទៅដល់ព្រះនាងដាច់ខ្យល់ផុតហួសទៅហើយព្រះរាជកុមារនិងព្រះបិតាទ្រង់រំធុតព្រះハរតីយ៉ាងខ្លាំងព្រះអង្គក៏រៀបចំបូជាសពព្រះនាងតាមការគួរតែដោយព្រះកុមារទ្រង់តម្រេះថាព្រះមេត្តាសុគតទៅដោយសារតែព្រះអង្គហេតុនេះគួរតែព្រះអង្គរកវិធីណាសម្ដែងការបដូរផ្ដាច់ឲ្យបានសមនឹងទឹកព្រះទ័យនៃព្រះមេត្តាដែលធ្ងន់ខ្លាំងបំផុតមកលើព្រះអង្គទ្រង់ព្រះតម្រេះដូច្នោះទ្រង់ក៏តម្កល់ព្រះសពព្រះមេត្តាក្នុងមឈូសហើយលើកមឈូសនោះមកដាក់លើព្រះឱរាដោយព្រះអង្គទុំទ្រមឈូសធ្វើជាថ្កលុះបូជាព្រះសពនោះទៅព្រះអង្គក៏ទ្រង់ខ្សែព្រះជន្មទៅជាមួយដែរឯព្រះបិតាទ្រង់យល់ដូច្នោះក៏ទ្រង់វិតកសោយសោកគុណប្រមាណតែព្រះអង្គខំទប់ព្រះចិន្តាត្រឡប់មកទទួលគ្រងរាជសម្បត្តិវិញក្រោយមកដោយគ្រងរាជហើយ
ទ្រង់ក៏ចាត់ចែងធ្វើប្រាង្គសិលាដើម្បីតម្កល់ព្រះបរមអធិធាតុនៃព្រះអគ្គមហេសីនិងព្រះរាជបុត្រទីដែលតម្កល់ព្រះអធិធាតុនោះហើយដែលគេសន្មតថាភ្នំស្រីវិបុលគេរហូតមកដល់សព្វថ្ងៃនេះសេចក្តីអធិប្បាយមកនេះជារឿងព្រេងដែលអ្នកស្រុកនិទានតគ្នាពីមាត់មួយទៅមាត់មួយតែបើតាមពិនិត្យអង្កេតរកហេតុផលវិញយើងពុំអាចសន្មតប្រកាសប្រជាថាជារឿងត្រូវពិតបានឡើយព្រោះធម្មតារឿងនិទានតែងលៀងតែងខ្វៀងខ្វាតទៅតាមសម្ដីអ្នកស្រុកតាមជំនឿអ្នកស្រុកដែលឆ្លងកាត់សតវត្សជាច្រើនមកហើយ